សួស្តីបងនៅក្នុងវីដេអូនេះដែរបងចង់មកប្រាប់ពីរបៀបនៅក្នុងការប្រើប្រាស់ជាមួយនឹងទូដៃសុវត្ថិភាពម៉ាកកូដវាដែលប្រើទៅដោយប្រព័ន្ធសាជីលីកូដទម្ងន់ចាប់ពី100គីឡូរហូតដល់350គីឡូអញ្ចឹងសម្រាប់ទូហ្នឹងពេលដែលបងទទួលបានទូដំបូងគឺត្រូវធ្វើការដាក់ថ្មសិនកន្លែងដាក់ថ្មគឺនៅខាងក្រោយសន្ទះថ្មនេះអញ្ចឹងបងក៏នៅធ្វើការដោះជាមួយនឹងសន្ទះថ្មនេះបានមកនឹងឃើញមានជាមួយនឹងកន្លែងដាក់ថ្មដែលមានរហូតដល់4កូនអញ្ចឹងបងធ្វើការរឹតថ្មមួយឲ្យត្រូវទៅតាមជើងមកវាហើយធ្វើការបិទជាមួយនឹងសន្ទះថ្មនេះវិញពេលដែលបងបិទសន្ទះថ្មនេះហើយធ្វើការចុចលេខកូដរបស់ខាងក្រុមហ៊ុនអញ្ចឹងចំពោះលេខកូដក្រុមហ៊ុនគឺផ្ដើមដោយសញ្ញាទ្រង់ជ្រូកលេខកូដ4560ហើយបញ្ចប់ដោយទ្រង់ជ្រូកវិញពេលដែល load open បែបនេះបងកាច់ដៃនេះឡើងលើគឺអាចបើកទ្វារទូបានហើយអញ្ចឹងបើសិនជាបងចង់ធ្វើការផ្លាស់ប្ដូរលេខកូដគឺទុកឲ្យភ្លើងខាងមុខនេះឲ្យលុតសិនពេលដែលលុតបែបហ្នឹងមកបងចុចជាមួយនឹងប៊ូតុងពណ៌ក្រហមនៅខាងក្រោយទូនេះមួយបងចុចប៊ូតុងពណ៌ក្រហមនឹងមួយហើយពេលដែលភ្លើងលោតពណ៌ខៀវបែបនេះបងអាចធ្វើការផ្លាស់ប្ដូរលេខកូដបានហើយអញ្ចឹងចំពោះលេខកូដរបស់ទូដាក់បានច្រើនបំផុតគឺ8ខ្ទង់ពេលដែលបងចុចលេខដែលបងឆ្លាញ់ហើយត្រូវបញ្ចប់ដោយទ្រង់ជ្រូកនេះវិញទៅលេខកូដថ្មីបងជាប់បើសិនជាភ្លើងលោតបែបនេះបងធ្វើការចុចជាមួយនឹងប៊ូតុងនៅខាងក្រោយនេះម្ដងទៀតអញ្ចឹងឧទាហរណ៍ថាខ្ញុំឆ្លាញ់លេខកូដថ្មីរបស់ខ្ញុំហ្នឹងគឺលេខពី1ដល់4អញ្ចឹងខ្ញុំចុចលេខដែលខ្ញុំឆ្លាញ់យកតែម្ដងគឺ1 2 3 4ហើយបញ្ចប់ដោយទ្រង់ជ្រូកវិញមកពេលដែលលោតបែបនេះបានន័យថាលេខកូដថ្មីរបស់យើងហ្នឹងគឺជាប់ហើយឥឡូវយើងនឹងធ្វើការបើកទ្វារទូជាមួយនឹងលេខកូដថ្មីដែលយើងបានផ្លាស់ប្ដូរមុនហ្នឹងអញ្ចឹងលេខកូដថ្មីរបស់យើងគឺផ្ដើមដោយសញ្ញាទ្រង់ជ្រូកលេខកូដ1 2 3 4ហើយបញ្ចប់ដោយទ្រង់ជ្រូកវិញពេលដែល load open បែបនេះកាច់ដៃនេះឡើងលើគឺអាចធ្វើការបើកទ្វារទូបានហើយអញ្ចឹងសម្រាប់វីដេអូពីរបៀបនៅក្នុងការបើកទ្វារទូក៏ដូចជាការបដូរលេខកូដគឺមានតែប៉ុណ្្នឹងទេអរគុណ